បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមវីដេអូ YouTube ជាមួយលោកគ្រូថ្ងៃនេះដែរលោកគ្រូលើកយកមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី3លំហាត់សរសេរការតែងកំណាព្យខ្លីអញ្ចឹងមេរៀននេះគឺជាមេរៀនចុងក្រោយនៃមេរៀនទី3ដែលយើងត្រូវសិក្សាណាបាទអញ្ចឹងត្រៀមខ្លួនឲ្យទាំងអស់គ្នានៅសម្រាប់ចូលសិក្សាមេរៀនថ្មីជាមួយលោកគ្រូចឹងយើងទៅសិក្សាមេរៀនថ្មីលំហាត់សរសេរការតែងកំណាព្យខ្លីហើយក្នុងសៀវភៅពុម្ពរបស់យើងទាំងអស់គ្នានៅត្រង់ទំព័រទី44បាទ44ណាទាំងអស់គ្នាបើកសៀវភៅពុម្ពមកដើម្បីយើងរៀនសូត្រជាមួយលោកគ្រូទាំងអស់គ្នាចឹងចំណុចកការតែងកំណាព្យខ្លីចឹងការតែងកំណាព្យខ្លីនេះគឺមានន័យថាគេតម្រូវឲ្យបងប្អូនទាំងអស់គ្នារកពាក្យជួនដើម្បីមកបំពេញនៅអត្ថបទមេសូតបទពាក្យ7ខាងក្រោមនេះបាទជាមួយលោកគ្រូអញ្ចឹងលើសាករនឹកទាំងអស់គ្នាតិចសិនទៅដើម្បីយើងឈានទៅបំពេញជាមួយលោកគ្រូទាំងអស់គ្នាបាទតោះរនឹកឲ្យទាំងអស់គ្នានៅបាទតោះឥឡូវយើងទៅបំពេញជាមួយលោកគ្រូអញ្ចឹងចំណុចកការបំពេញបទពាក្យ7ខាងក្រោមដែលខ្លួនឯងបានត្រឹមត្រូវខ្យល់បក់វវោពីទិសឧត្តរអញ្ចឹងមេឃស្រឡះអញ្ចឹងយើងគួរតែបំពេញពាក្យអីដើម្បីជួនជាមួយនឹងពាក្យឧត្តរបាទអញ្ចឹងគឺពាក្យល្អបាទអញ្ចឹងពាក្យល្អជួននឹងពាក្យឧត្តរខៀវស្រងាត់បាក់សាបាក់សីហើឆ្លងកាត់បាទអញ្ចឹងកន្លែងហ្នឹងយើងអាចដាក់ច្រវ៉ាត់ក៏បានដែរកន្លែងហ្នឹងណាបាទហើឆ្លងកាត់រេរាឆ្វែងឆ្វាត់ស្រូវផ្ដើមទុំវាលស្រែល្វឹងល្វើយលាតសន្ធឹងគួស្រូវប្រៀបនឹងកំរាលព្រំបាទអញ្ចឹងព្រំនឹងជួនជាមួយនឹងពាក្យទុំបាទជួនឆ្លងវគ្គខាងលើណាបាទហើយជួនឲ្យពាក្យងុំខាងក្រោមបាទស្រូវយើងគួវែងគុំធំធំក្លិនប្រហើរបាទធំសពទិសទីអញ្ចឹងកន្លែងហ្នឹងយើងអាចដាក់ងុំក៏បានដែរកន្លែងហ្នឹងណាទាំងអស់គ្នាបាទទេសភាពត្រកាលស្រូវពណ៌មាសបាទល្អល្អះអភាសសំសោភីកសិករជួបជុំគ្នាមូលមីបាទមីជួនមួយសោភីច្រូតកាត់វក់វីទុកជាស្បៀងបាទតោះនេះអញ្ចឹងកន្លែងហ្នឹងទាំងអស់គ្នាបាទអញ្ចឹងអត្ថបទមេសូតការបំពេញនេះគឺយើងបំពេញត្រឹមប៉ុណ្ណឹងបាទអញ្ចឹងទាំងអស់ហ្នឹងវាពាក្យជួនគ្នាហើយណាបាទបន្តមកទៀតគេឲ្យយើងមើលអត្ថបទមេសូតចំណងជើងតន្ត្រីខ្មែរបទពាក្យ7ហ្នឹងមានន័យថាគេឲ្យយើងរកពាក្យជួននៅក្នុងហ្នឹងបាទឲ្យបានច្បាស់អញ្ចឹងក្នុងនេះគឺគេគូសពាក្យជួនហើយពេលគេគូសពាក្យជួនហើយគេឲ្យយើងទៅឆ្លើយសំណួរខាងក្រោយបាទគឺសំណួរវាមានរហូតដល់ទៅ2ទី1កំណាព្យបទពាក្យ7ក្នុងមួយវគ្គមានប្រមាណឃ្លាហើយក្នុងមួយឃ្លាមានប្រមាណព្យាង្គចូលប្រាប់ពាក្យជួននៅក្នុងវគ្គនឹងឆ្លងវគ្គនៃកំណាព្យខាងលើអញ្ចឹងគេឲ្យយើងរកណាបាទអញ្ចឹងចាំទាំងអស់គ្នារកហើយចាំទៅកំណែជាមួយលោកគ្រូទាំងអស់គ្នាចំណែកឯកិច្ចការផ្ទះវិញនៅក្នុងថ្ងៃនេះលោកគ្រូឲ្យយើងតែងបទពាក្យ7ដោយមានប្រធានបទអីក៏បានដែរតោះនេះយើងទាំងអស់គ្នាបាទអញ្ចឹងមានប៉ុណ្្នឹងឯងមេរៀនលោកគ្រូអញ្ចឹងបើមានចម្ងល់បងអាចខមមិនសួរលោកគ្រូបាននៅក្នុងវីដេអូ YouTube របស់លោកគ្រូអញ្ចឹងអរគុណច្រើនដល់អ្នកគ្នាសូមជម្រាបលា